សូមស្វាគមន៍មកកាន់ហងមាស Flash News កម្ពុជាមានពិតបន្ទាប់ពីទម្លាក់គ្រាប់ផ្ដាច់ស្ពានមេទឹកកម្ពុជាស្ពានអាកាសមួយនៅប្រទេសថៃបាក់ធ្លាក់សង្កត់រថយន្តកំពុងធ្វើដំណើរតាមផ្លូវយ៉ាងរន្ធត់ពិតជាកម្ពុជាមិនចាំយូរនោះទេក្រោយយោធាថៃទម្លាក់គ្រាប់បំផ្លាញស្ពានមេទឹករបស់កម្ពុជារួចមកពេលនេះប្រទេសថៃស្រាប់តែជួបនឹងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលស្រដៀងគ្នាដែរនោះគឺការបាក់ស្ពានអាកាសថ្មើរជើងធ្លាក់មកសង្កត់លើរថយន្តចំនួន2គ្រឿងដែលកំពុងបើកបរសុកនៅលើផ្លូវបណ្ដាលឲ្យគៀបជាប់មនុស្សនៅក្នុងនោះមិនទាន់ដឹងថាមានមនុស្សរងគ្រោះប៉ុន្មាននាក់នៅឡើយទេបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tiger បានបញ្ជាក់ថាហេតុការណ៍ដែលមិននឹកស្មានដល់នេះបានកើតឡើងនៅព្រឹកថ្ងៃទី18ខែធ្នូនេះស្ថិតនៅទល់មុខផ្សារណាំថៃស្រុកបាំងបួរខេត្តសមុទ្រប្រការសមត្ថកិច្ចថៃបានឲ្យដឹងថាធ្នឹមស្ពានមួយបានធ្លាក់មកលើរថយន្តបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរខណៈអ្នកបើកបរត្រូវបានជាប់គាំងនៅក្នុងរថយន្តនោះជាការកត់សម្គាល់ប្រទេសថៃតាំងពីឈ្លានពានកម្ពុជាប្រទេសមួយនេះតែងតែមានបាតុភូតអាក្រក់ជាច្រើនដូចជាព្យុះរញ្ជួយដីនិងទឹកជំនន់យ៉ាងខ្លាំងក្លាបង្កឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ព្រមទាំងមានហេតុការណ៍ចម្លែកជាច្រើនទៀតតើទាំងអស់នេះបណ្ដាលមកពីប្រទេសថៃឈ្លានពានកម្ពុជាឬយ៉ាងណាយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបើតាមរបាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថាម៉ោង 11:06 នាទីយោធាថៃបានចូលឈ្លានពានទឹកដីកម្ពុជានិងបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាមួយគ្នានេះម៉ោង 10:29 នាទីព្រឹកថ្ងៃ18ធ្នូយោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចនិង5មករាផងដែរបើតាមក្រសួងការពារជាតិបានបញ្ជាក់នៅម៉ោង 9:51 នាទីព្រឹកថ្ងៃទី18ធ្នូយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រភ្នំខ្មោចម៉ោង 10:07 នាទីព្រឹកថ្ងៃទី18ធ្នូយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែកដែលឡែកបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃម្សិលមិញថាផ្ទះពលរដ្ឋខ្មែរ15ខ្នងបន្ថែមទៀតត្រូវបានខូចខាតដោយសារការវាយប្រហាររបស់យោធាថៃគិតពីថ្ងៃទី7ធ្នូមកផ្ទះខូចខាតសរុបមានចំនួន67ខ្នងចំណែកចំនួនពលរដ្ឋស៊ីវិលស្លាប់កើនឡើងដល់18នាក់ខណៈរបួសកើនឡើងដល់78នាក់គិតត្រឹមម៉ោង6ល្ងាចថ្ងៃទី17ធ្នូចំពោះជនភៀសសិកដែលត្រូវបានជម្លៀសទៅមណ្ឌលសុវត្ថិភាពមានចំនួន476,179នាក់គិតត្រឹមម៉ោង6ល្ងាចថ្ងៃទី17ធ្នូក្រសួងបរិស្ថានចាត់មន្ត្រីជំនាញឲ្យពិនិត្យគុណភាពទឹកនិងខ្យល់តាមជំរំភៀសសិកដើម្បីការពារសុខភាពទប់ស្កាត់ការបំពុលបរិស្ថាននៅតាមមូលដ្ឋាននិងមណ្ឌលសុវត្ថិភាពដែលជនរងគ្រោះដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃនៅតាមបណ្ដាខេត្តនានាជាប់ព្រំដែនកម្ពុជាថៃក្រសួងបរិស្ថានបានចាត់បញ្ជូនមន្ត្រីជំនាញចំនួន60នាក់ចុះទៅតាមជំរំភៀសសិករបស់ពលរដ្ឋខ្មែរនិងយកសំណាក់មកវិភាគរោគសារធាតុគីមីនិងផ្សាយពុលដោយសារការធ្វើសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃដូចជាខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងបៃលិនពោធិ៍សាត់សៀមរាបនិងខេត្តកោះកុងលោកខ្វៃអតិជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃនេះថាក្រោយចុះពិនិត្យនិងយកទឹកទៅពិសោធន៍លទ្ធផលបង្ហាញថាគុណភាពខ្យល់ PM 2.5 នឹងស្ថិតនៅក្នុងកម្រិតស្តង់ដាររីឯការពិនិត្យគុណភាពទឹកក៏បានបង្ហាញថាគុណភាពទឹកស្ថិតនៅក្នុងកម្រិតស្តង់ដារសម្រាប់សុខភាពសាធារណៈនិងជីវៈចម្រុះមានន័យថាគុណភាពខ្យល់និងទឹកនៅទីតាំងទាំងនោះស្ថិតនៅក្នុងកម្រិតល្អមហាជន 30,000 នាក់ចូលរួមកម្មវិធីដើរដើម្បីសន្តិភាពនៅក្រុងភ្នំពេញកម្មវិធីដើរដើម្បីសន្តិភាព March for Peace នឹងមានមហាជនចូលរួម 30,000 នាក់កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី18ធ្នូឆ្នាំ2025នេះនៅក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពសម្ដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃការដើរដើម្បីសន្តិភាពយើងទាំងអស់គ្នាចង់បានសន្តិភាពមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់អាយុជីវិតទាំងសងខាងព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយបើតាមឯកឧត្តមឃុំស្រេងអភិបាលក្រុងភ្នំពេញបានឲ្យដឹងថាកម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរគឺស្មារតីស្រឡាញ់សន្តិភាពជំរុញឲ្យគ្រប់បទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពសម្ដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃអាជ្ញាធរខេត្តសៀមរាបត្រៀមដីសម្រាប់ជនភៀសសិក
ដាំបន្លែអាជ្ញាធរខេត្តសៀមរាបបានណែនាំដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រៀមរៀបចំដីនិងស្រះទឹកសម្រាប់ជនភៀសសឹកដាំបន្លែចិញ្ចឹមត្រីដើម្បីជួយសម្រួលដល់ជីវភាពរស់នៅបណ្ដោះអាសន្ននៅក្នុងកំឡុងពេលប្រទេសជាតិទទួលរងការឈ្លានពានលោកអឹងកំលៀងអភិបាលរងខេត្តសៀមរាបបានជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ចូលពិនិត្យទីតាំងនៅក្នុងបរិវេណវត្តដែលជាកន្លែងទទួលជនភៀសសឹកដើម្បីរៀបចំឲ្យពួកគេអាចដាំដំណាំនិងបន្លែផ្សេងៗបានចំណែកវត្តណាដែលមានដីគ្រប់គ្រាន់អាជ្ញាធរត្រូវពិនិត្យមើលទីតាំងនៅក្បែរវត្តដែលមានប្រភពទឹកហើយអាជ្ញាធរខេត្តនឹងចុះទៅចរចាជាមួយម្ចាស់ដីដើម្បីអនុញ្ញាតឲ្យជនភៀសសឹកប្រើប្រាស់ដាំដំណាំបណ្ដោះអាសន្នជាមួយគ្នានេះមន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូគួរជ្រើសរើសពូជដំណាំឆាប់បានផលដូចជាត្រកួនផ្ទីនិងស្ពៃជាដើមសម្រាប់ផ្ដល់ជូនដល់ជនភៀសសឹកគិតត្រឹមថ្ងៃទី17ធ្នូឆ្នាំ2025ខេត្តសៀមរាបមានជនភៀសសឹកចំនួន4805គ្រួសារគឺស្មើនឹងជិត130000នាក់សូមអរគុណចំពោះការគាំទ្រហងមី Flash News